ខ្ញុំធ្លាប់គិតថាបើសិនជាយើងចង់រកប្រាក់ឲ្យបានច្រើននៅក្នុង trading យើងត្រូវប្រើលោកសាយធំដូចគ្នានៅពេលដែលខ្ញុំឃើញគេផុស profit ធំៗនៅក្នុងចិត្តខ្ញុំក៏ចង់បានដូចគេដែរមានអារម្មណ៍មួយគឺចង់បាន profit ឲ្យលឿនឲ្យច្រើនដូចគេហើយដូច្នេះហើយខ្ញុំក៏ចាំផ្ដើម trade ដោយបើកលោកសាយធំជាងមុនហើយជាការប៉ុណ្ណានៅពេលដែលបាន profit គឺបាន profit ច្រើនពិតមែនហើយខ្ញុំក៏ពិតជាសប្បាយចិត្តតាមនឹងដែរប៉ុន្តែអ្វីដែលពិបាកនោះគឺនៅពេលដែលយើង loss គឺ loss តែម្ដងអាច cut rate account យើងតែម្ដងហើយបងប្អូនទាំងអស់គ្នាក៏ប្រហែលជាជួបបញ្ហានេះផងដែរនៅពេលដែលចូល trade ភ្លាមៗចូល trade ដំបូងថ្មីៗហ្នឹងឃើញគេផុស profit ច្រើនចង់បានដូចគេដែរក៏បង្ខំចិត្តចូលផ្សារឲ្យច្រើនហើយចូលលោកសាយកាន់តែធំហើយទាំងអស់នេះហើយគឺជាបញ្ហានៅពេលដែលយើងចូលលោកសាយកាន់តែធំនៅពេលដែលយើងចំណេញយើងបាន profit នោះយើងក៏សប្បាយចិត្តខ្លាំងដូចគ្នាប៉ុន្តែនៅពេលដែលខាតវិញគឺឈឺចាប់ជាងមុនដូចគ្នាហើយអ្វីដែលឈឺចាប់ទៀតនោះនៅពេលដែល trade ខាតត្រឹមតែមួយ trade ទេបងប្អូនអាចបាត់បង់ profit ដែលបងប្អូនខំរកពេញមួយថ្ងៃទៅវិញដោយភ្លាមនៅរយៈពេលមួយដល់ខ្លីដោយមើលឃើញពីបញ្ហានេះហើយទើបខ្ញុំដឹងថាខ្ញុំមិនមែន trading ទេប៉ុន្តែខ្ញុំកំពុងតែលេងល្បែងស៊ីសងទៅវិញនោះទេដើម្បីជៀសផុតពីបញ្ហានេះខ្ញុំបានប្រាប់ខ្លួនឯងថាឈប់គិតថាមួយថ្ងៃខ្ញុំអាចចំណេញប៉ុន្មានហើយចាប់ផ្ដើមគិតវិញថាបើសិនជាខាតតើខ្ញុំអាចទទួលយកបានប៉ុន្មានហើយនេះគឺជាកូនសោសង្ងាត់មួយដែល trader គ្រប់រូបតែងតែប្រើនោះគឺ risk management ចាប់តាំងពីពេលនោះមករឿងមួយដែលខ្ញុំតែងតែគិតនោះគឺត្រូវការពារគណនីរបស់ខ្ញុំឲ្យរស់បានយូរនៅក្នុងវិស័យ trading ក៏ព្រោះថានៅក្នុងវិស័យ trading បងប្អូនមិនចាំបាច់ trade លំសាយធំដើម្បីបានជោគជ័យលឿនដូចគេទេប៉ុន្តែអ្វីដែលបងប្អូនត្រូវគិតនោះតើបងប្អូនអាចរស់នៅក្នុងទីផ្សារនេះបានយូរប៉ុណ្ណាអ្នកដែលរស់នៅក្នុងទីផ្សារបានយូរជាងគេនោះទើបជាអ្នកឈ្នះពិតប្រាកដនៅក្នុងវិស័យ trading មួយនេះជាចុងក្រោយបើសិនជាបងប្អូនចង់បានចំណេះដឹងថ្មីៗនៅក្នុងវិស័យ trading នៅថ្ងៃទី20 ខែ 6 ឆ្នាំ 2026នេះក្រុមហ៊ុន CFG Investment នឹងមានសិក្ខាសាលាមួយស្ដីអំពីការ trading ដែលបងប្អូនអាចចូលរួមបានដោយគ្រាតាមរយៈខ្ញុំហើយបើចង់បានចំណេះដឹងបន្ថែមចង់ជជែកគ្នាលេងពីការ trading បងប្អូនអាចចូលទៅកាន់ channel Telegram ដែលខ្ញុំ pin នៅក្នុង bio TikTok និង bio Facebook បានជួបគ្នានៅក្នុងវីដេអូក្រោយ